ដំបូងសូមគោរពជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហ៊ុនសារ៉នជាគ្រូនិស្សិតថ្នាក់ A ក្រុមទី4ថ្ងៃនេះដែរខ្ញុំបាទសូមសង្ខេបនិងបកស្រាយមេរៀនទី3ការវាយតម្លៃផ្អែកចំណេះដឹងនិងដំណើរការបញ្ញាវត្ថុបំណងនៃការសិក្សាគ្រូនិស្សិតនឹងអាច1ប្រាប់ពីប្រភេទតេស្តផ្សេងៗបានត្រឹមត្រូវ2អនុវត្តការសួរសំណួរដើម្បីឆ្លើយតបតាមកម្រិតរបស់ឡុងតាសូណូមីផ្នែកចំណេះដឹង3ជ្រើសរើសការធ្វើតេស្តដែលសមស្របជាមួយកម្រិតឡុងតាសូណូមីក្នុងការបង្កើតតេស្តរបស់ខ្លួន4កំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សា1សេចក្តីផ្ដើមការវាយតម្លៃដែលអាចទុកចិត្តបានចាប់ផ្ដើម1នឹងការពណ៌នាច្បាស់ៗនៅសម្បទាសិក្សារំពឹងទុករបស់សិស្សសម្បទាដែលចង់បាននេះជាលទ្ធផល2ការសិក្សារបស់សិស្សប្រយោគច្បាស់នៃលទ្ធផលរំពឹងទុកគោលបំណងវត្ថុបំណងស្តង់ដារឬអ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹង1.1 ការពិនិត្យឡើងវិញនៅឥទ្ធិពលដែលជះលើការសិក្សារបស់សិស្សនិងវាតម្លៃអ្នកផលិតគោលនយោបាយយល់ច្បាស់ហើយថាដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យនិងកន្លែងធ្វើការកូនសិស្សត្រូវត្រៀមខ្លួនជាស្រេចសម្រាប់បំណិនផ្សេងចរិយាសម្បទាលើសពីចំណេះដឹងឯកទេសចំណុច 1.2 លទ្ធផលសិក្សាលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់1ជ្រើសរើសសម្ភារៈឧបទេស2ពង្រៀងឬគ្រោងខ្លឹមសារមេរៀន3អភិវឌ្ឍដំណើរការបង្រៀននិងរៀន4រៀបចំតេស្តនិងការប្រឡងចំណុច 1.3 គោលបំណងការអប់រំគឺជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតសិក្សានេះជាឧទាហរណ៍ខ្លះៗនៃគោលបំណងការអប់រំយល់និងឲ្យតម្លៃចំណេះដឹងវិទ្យាសាស្ត្ររៀនគិតនិងសិក្សាដោយឯករាជ្យក្លាយជាពលរដ្ឋល្អលើកកម្ពស់បំណិនទំនាក់ទំនងជាដើមចំណុច 1.4 ស្តង់ដារជាប្រយោគអំពីអ្វីសិស្សគួរដឹងនិងគួរធ្វើបានក្នុងខ្លឹមសារមេរៀនតាមកម្រិតថ្នាក់នេះជាឧទាហរណ៍ខ្លះៗនៃការសរសេរលទ្ធផលស្តង់ដារ1សិស្សនឹងបង្ហាញការយល់នៃរដ្ឋធម្មនុញ្ញ2សិស្សពន្យល់ដោយសរសេរពីកថាខណ្ឌស្ដីពីអ្វីដែលអាចធ្វើឲ្យវត្ថុលិចឬអណ្ដែត3សិស្សអនុវត្តចំណេះដឹងនៅទំនាក់ទំនងពាក្យ4សិស្សនឹងស្វែងយល់ថាតើវត្ថុអាចក្លាយជាដុំម៉ាស់វត្ថុរាវឧស្ម័នជាដើមចំណុច 1.5 វត្ថុបំណងការអប់រំប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបានបង្ហាញនៅចុងមេរៀននីមួយៗវត្ថុបំណងការអប់រំនៅទីនេះមានន័យដូចវត្ថុបំណងការបង្រៀននិងរៀនហើយសំដៅលើលទ្ធផលសិក្សារបស់ដែលចង់បានខាងក្រោមនេះជាលទ្ធផលសិក្សារំពឹងស្ដែងចេញជាអាកប្បកិរិយាជាក់លាក់សង្ខេបគំនិតសំខាន់នៃអត្ថបទអានសរសេរចំណងជើងនៃអត្ថបទអានពន្យល់សំណើការរស្មីសំយោគជាដើមចំណុច 1.6 តើវត្ថុបំណងការបង្រៀនជាអ្វីវត្ថុបំណងនៃការបង្រៀនគឺជាលទ្ធផលសិក្សារំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានពីការបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កេតនិងវាស់វែងបានចំណុច 1.7 ការវាយតម្លៃដែលមានចម្លើយតែមួយជាក់លាក់ជាអ្វីការវាយតម្លៃដែលមានចម្លើយតែមួយជាក់លាក់គឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តនៅលទ្ធផលរំពឹងទុកឬសមត្ថភាពរបស់អ្នកសិក្សាទម្រង់សំណួររួមមានបំពេញចន្លោះសំណួរពហុជ្រើសរើសសំណួរខុសត្រូវនិងសំណួរគូកងឡា
ចំណុចពីរធំប្រភេទការវាយតម្លៃក្នុងថ្នាក់សំណួរបែបជ្រើសរើសសំណួរពហុជ្រើសរើសចម្លើយកខកឬខសំណួរជ្រើសរើសចេញពីចម្លើយត្រូវឬខុសបាទឬទេពិតឬមិនពិតសំណួរពហុជ្រើសរើសបែបគូកងសំណួរពហុជ្រើសរើសតាមបែបបច្ចេកវិទ្យាចំណុចទី3ប្រភេទការវាយតម្លៃក្នុងថ្នាក់តការបំពេញបែបបទផលិតកម្មឬស្នាដៃការសរសេរការងារគម្រោងការតែងកំណាព្យផលប័ត្រផលិតវីដេអូឃ្លីបឬសំឡេងបំណិន skill ការថ្លែងសន្ទរកថាការបង្ហាញការអានរឿងល្ខោនការជជែកពិភាក្សាវែកញែកការបង្ហាញបែបតន្ត្រីចំណុចទី4ធំប្រឡំតាក់សូណូមីផ្នែកពុទ្ធិគំរូសំណួរតាមតាក់សូណូមីថ្មីមានការគិតកម្រិតទាបឬមធ្យមនិងការគិតកម្រិតខ្ពស់ឬកម្រិតស៊ីជម្រៅសម្រាប់ការគិតកម្រិតទាប1កម្រិតចងចាំ2កម្រិតយល់និងការគិតកម្រិតទាបឬមធ្យមគឺការ3គឺកម្រិតអនុវត្តនិងការគិតកម្រិតខ្ពស់ឬកម្រិតស៊ីជម្រៅមានកម្រិតវិភាគកម្រិតវាយតម្លៃនិងកម្រិតបង្កើតថ្មីប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិមានដូចជាចំណេះដឹងការយល់និងការផ្ដល់ហេតុផលការយល់មាន2ប្រភេទការយល់ធម្មតានិងការយល់ស៊ីជម្រៅ1ការយល់ធម្មតាស្ដែងចេញតាមរយៈកូនសិស្សសង្ខេបការយល់ដោយប្រើពាក្យខ្លួនឬប្រើប្រាស់ជំហានដើម្បីដោះស្រាយ2ការយល់បែបស៊ីជម្រៅអាចមានន័យថាកូនសិស្សដឹងអំពីចំណុចសំខាន់នៃអ្វីមួយកូនសិស្សអាចគិតអំពីនិងប្រើប្រាស់ចំណេះដឹងក្នុងរបៀបថ្មីឬតាមរបៀបស្មុគស្មាញកូនសិស្សអាចចាប់គំនិតថ្មីនៃសារៈប្រយោជន៍នៃអ្វីមួយកូនសិស្សអាចរកឃើញនិងបកស្រាយទំនាក់ទំនងថ្មីកសាងការពន្យល់ស៊ីជម្រៅនិងផ្ដល់ហេតុផលជាមួយការយល់ដឹងរបស់ពួកគេការផ្ដល់ហេតុផលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើដើម្បីសម្រេចកិច្ចការគឺជាការដោះស្រាយការសម្រេចចិត្តការទាញសន្និដ្ឋានការគិតប្រកបដោយភាពច្នៃប្រឌិតការគិតប្រកបដោយវិចារណញ្ញាណការកំណត់សតិសមត្ថកម្មដើម្បីធ្វើកិច្ចការខាងលើនេះតម្រូវឲ្យមានធាតុ2បំណិនប្រើប្រាស់ខួរក្បាលនិងចំណេះដឹងបែបអះអាងនិងបែបដំណើរការ4លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលរំពឹងទុកមានចំនួនសមស្របសរសេរស្រួលយល់បន្ស៊ីជាមួយគោលដៅសិក្សារបស់ស្ថាប័ននិងបំណិនសតវត្សទី21បាទអញ្ចឹងសូមសង្ខេបមេរៀនតែប៉ុណ្ណឹងនិងសូមអរគុណលោកគ្រូ